បាទសួស្តីអញ្ចឹងដើម្បីចូលអាប់ឡូតចូលប្រព័ន្ធសាកល្បងសម្រាប់ផែនការយើងគឺយើងត្រូវមាននេះសិននេះអញ្ចឹងយើងមាន username បាទដែលខាងស្រុកគាត់តម្លាក់ឲ្យបាទដែលមានឈ្មោះសាលាហើយនិងនាយលេខកូដសម្ងាត់យើងនៅខាងក្រោមនេះហើយនៅខាងលើគេដាក់ថា test.sos.com នេះបាទអាហ្នឹងបានន័យថាគឺ username នេះសម្រាប់ចូលប្រព័ន្ធសាកល្បងបាទអញ្ចឹងហើយយើងចូលទៅកាន់ក្រុមយើងមួយមកហើយយើងអឺនេះយើងវាយពាក្យថាបែបនេះ អឺចាំខ្ញុំ copy ឲ្យវារីកអីធំនេះបាទអញ្ចឹងលោកគ្រូនេះគ្រូវាយទៅត្រឹមនេះមកបាទនេះវាយត្រឹមនេះមកបាទនេះវាយទៅត្រឹមនេះមកបន្តមកវានឹងឃើញ load នេះ EFMS SOS តេស្តនេះចុចលើវាមកបាទនេះបន្តមកកន្លែងនេះប្រសិនបើសិនជាយើងអត់ធ្លាប់ចូលទេវានឹង load ឲ្យយើង scan QR code ដែលយើងប្រើ authenticator យើងហ្នឹង scan បាទប៉ុន្តែបើយើងធ្លាប់ចូលហើយគឺយើងវា load មកបែបនេះហើយកន្លែងនេះយើងពេញ username ដែលយើងយកមកពីខាងស្រុកឲ្យហ្នឹងមិញហ្នឹងហើយខាងក្រោមហ្នឹងដាក់លេខកូដសម្ងាត់ដែលមានអក្សរមានលេខហ្នឹងបាទតែបើយើងចូលដំបូងវាអត់ទាន់មានអីទេយើង scan យើងយក download កម្មវិធី authenticator ហ្នឹងមកហើយយើង scan វាមកហើយយើងដាក់ Gmail ណាមួយក៏បានដែរបាទបន្ទាប់មកយើង scan ហើយវានឹង load មកបែបនេះហើយបន្ទាប់មកយើងចុចលើពាក្យថាចូលបាទដោយសារអ៊ីនធឺណិតយឺតបាទកន្លែងនេះគឺយើងយកលេខកូដ6ខ្ទង់ពី Google Authenticator យើងដែលយើងបាន scan ហ្នឹងបាទចឹងទេយើងបំពេញលេខកូដហ្នឹងចូលទៅអឺបាទសូមរងចាំបន្តិចបើសារលេខកូដវាជិតផុតហើយខ្ញុំចាំយកអាថ្មីបាទបាទបន្តមកយើងចុចលើពាក្យថាបញ្ជាក់នេះបាទបន្ទាប់មកយើងចូលទៅកាន់កន្លែងការរៀបចំផែនការហើយយើងយកពាក្យថាទាញប្រព័ន្ធគម្រោងថវិកានេះបន្ទាប់មកយើងចុចលើពាក្យថា choose file នេះបាទហើយយើងទៅយក plan យើងណាមួយដែលយើងបានធ្វើហើយយើងចុចពាក្យថា open អញ្ចឹងគេនឹង scan អាហ្នឹងរៀងយូរបន្តិចទៅតាមអ៊ីនធឺណិតរបស់យើងបាទអញ្ចឹងទេគេ scan ហើយបន្តមកយើងចុចពាក្យថារក្សាទុកនេះហើយយើងចុចពាក្យថារក្សាទុកនេះមកនេះបាទពេលដែលបើ plan យើងត្រូវអស់វានឹងលោតពាក្យថាជោគជ័យនៅខាងស្ដាំនេះបាទតែបើយើងខុសអីមួយគឺយើងកែតាមតែគេលោតប្រាប់ឧទាហរណ៍នៅខាងស្ដាំនេះដែរបាទចាំបើឃើញជោគជ័យបានថា plan យើងគឺត្រឹមត្រូវហើយបាន upload និងរក្សាទុកក្នុងប្រព័ន្ធសាកល្បងហើយបាទសូមអរគុណបាទលោកទាំងអស់សូមខមមិនក្រោម